ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះអេដមីនក្រុងមានសាច់រឿងមួយយកមកចែករំលែកឲ្យបងប្អូនបានស្ដាប់កំសាន្តដែលសាច់រឿងខ្ញុំទទួលបានពីបងរាហើយវាជាសាច់រឿងពិតផ្ទាល់ខ្លួនរបស់គាត់តែម្ដងដែលគាត់បានចែករំលែកមកកាន់ខ្ញុំហើយអញ្ចឹងចង់ដឹងថាសាច់រឿងរបស់បងរាមានលក្ខណៈបែបណាសូមបងប្អូនរីករាយស្ដាប់ទាំងអស់គ្នាហើយបងប្អូនកុំភ្លេចជួយចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តនៅក្នុងការយកសាច់រឿងផ្សេងៗយកមកសម្រាយឲ្យបងប្អូនបានស្ដាប់កំសាន្តអញ្ចឹងណាអញ្ចឹងកុំឲ្យខាតពេលវេលាយូររីករាយស្ដាប់ដូចតទៅសាច់រឿងរបស់បងរាហ្នឹងគឺជាសាច់រឿងរបស់គាត់ផ្ទាល់ហើយរឿងរ៉ាវដែលគាត់យកមកចែកម្លែកហ្នឹងគឺតើទៅនឹងខ្លួនគាត់ហើយនឹងមិត្តភ័ក្តិរបស់គាត់អញ្ចឹងមុនដំបូងគាត់និយាយដើមតងពីដំណើររឿងរបស់មិត្តភ័ក្តិរបស់គាត់សិនមុននឹងវាលក្ខណៈថាទៅដល់កន្លែងស៊ីជម្រៅណាអញ្ចឹងគាត់មានមិត្តភ័ក្តិស្រីម្នាក់ដែលគាត់សុំមិនបញ្ចេញឈ្មោះទេតែខ្ញុំហ្នឹងអ្នកដាក់ឈ្មោះឲ្យចង់ពលរិសាតាដើម្បីឲ្យងាយស្រួលនៅក្នុងការសម្រាយបងប្អូនបានស្ដាប់អញ្ចឹងខ្ញុំសូមហៅមិត្តភ័ក្តិរបស់គាត់ម្នាក់ស្រីហ្នឹងថាចៃម៉ៅគាត់ថាមិត្តភ័ក្តិរបស់គាត់ហ្នឹងចៃម៉ៅហ្នឹងមានមុខរបរជាជាងសាឡនហើយចៃម៉ៅហ្នឹងគាត់មានប្តីមានកូនហើយមានប្តីមានកូនហើយតែគាត់ថាប្តីរបស់គាត់ហ្នឹងជាអ្នករកស៊ីជួញដូរស្រុកឆ្ងាយអញ្ចឹងណាជាអ្នករកស៊ីបោះដុំអីវ៉ាន់អញ្ចឹងណា2-3 ខែឬក៏អាចឈានទៅដល់4 ខែ 5 ខែបានត្រឡប់មកផ្ទះម្ដងអញ្ចឹងហើយចៃម៉ៅដែលត្រូវជាមិត្តភ័ក្តិរបស់បងរាហ្នឹងគាត់មានមុខរបរដែរបន្ទាល់ខ្លួននៅនឹងស្រុកភូមិហ្នឹងជាអ្នកផាត់មុខធ្វើសក់អីបើកតូបជាជាងសាឡនអីតិចតួចអញ្ចឹងណាតែចៃម៉ៅហ្នឹងមានលក្ខណៈនៃការធ្វើខ្លួនហ្នឹងគឺស៊ីវិល័យអញ្ចឹងបងប្អូនដូចដែរថាយើងបានឃើញបងប្អូនជាងសាឡនមួយចំនួនគាត់តែងតែធ្វើខ្លួនស្អាតបាតអញ្ចឹងណាដើម្បីជាការតាក់ទាញភ្ញៀវឲ្យទៅផាត់មុខធ្វើកញ្ចក់ធ្វើសក់អីនៅកន្លែងគាត់អញ្ចឹងទៅហើយចៃម៉ៅហ្នឹងគាត់មានសម្បុរសស្រស់ស្អាតណានិយាយទៅជាងសាឡនគាត់ប្រកែធ្វើខ្លួនប្រកែរៀបចំខ្លួនណាហើយបរោះណាឃើញចៃម៉ៅហ្នឹងដឹងថាមិនបានដឹងពីប្រវត្តិសាវតារបស់ចៃម៉ៅហ្នឹងគាត់ថាចៃម៉ៅនៅកមុំអីចឹងណាហើយក៏ប៉ុន្តែចៃម៉ៅហ្នឹងគាត់មានប្តីហើយមាននឹងកូនស្រីម្នាក់ទៀតផងដែរបុរាគាត់ថាចៃម៉ៅហ្នឹងប្រកែធ្វើខ្លួនណាហើយទៅណាមកណាអញ្ចឹងតែងតែស្លៀកពាក់ស៊ីវិល័យតាក់ទាញខ្សែភ្នែកបរោះអញ្ចឹងណាហើយរួមទាំងបង្រាផងដែរឃើញម្ដងហ្នឹងណាសឹងទប់ចិត្តបានណាហើយបង្រាគាត់ថាពេលដែលឃើញចៃម៉ៅអីគាត់តែងតែនិយាយលេបខាយផ្ដោះផ្ដងជាលក្ខណៈមិត្តភ័ក្តិអញ្ចឹងណាហើយក៏ចៃម៉ៅក៏មិនសូវជាប្រកាន់គាត់ប្រមាណដែរអញ្ចឹងទៅហើយចៃម៉ៅហ្នឹងគាត់ក៏ចូលចិត្តហូបគ្រឿងសង្វឹងដែរតែមិនលក្ខណៈថាហូបច្រើនវែងវាន់ស្មារតីអីខ្លាំងទេជាលក្ខណៈគាត់ថាចូលចិត្តជួបជុំមិត្តភ័ក្តិអីចឹងណាហើយថ្ងៃមួយហ្នឹងរាគាត់ថាមិត្តភ័ក្តិគាត់ផ្សេងទៀតទេដែលជាមិត្តភ័ក្តិរបស់ចៃម៉ៅដែរហ្នឹងបានធ្វើកម្មវិធីហៅឬក៏ជួបជុំមិត្តភ័ក្តិអីចឹងទៅដើម្បីជប់លៀងអញ្ចឹងណាដើម្បីជប់លៀងកម្មវិធីអីមួយអញ្ចឹងទៅហើយបងរាគាត់ថាគាត់មិនបានចាំដែរព្រោះដោយសារយូរដែរហើយពេលហ្នឹងណាមិនដឹងថាគេកម្មវិធីគេដែរតែដឹងហៅមិត្តភ័ក្តិទៅទាំងអស់គ្នាជុំគ្នាអញ្ចឹងទៅហើយមិត្តភ័ក្តិម្នាក់នោះហៅទាំងបងរាហៅទាំងចៃម៉ៅហើយនឹងមិត្តភ័ក្តិ3-4 នាក់ផ្សេងទៀតទៅហូបជុំគ្នាអញ្ចឹងនៅលើផ្ទះរបស់គេនោះនៅពេលល្ងាចហើយបងរានេះគាត់ជាកំឡោះចាស់ដែរមិនទាន់ជាមានគ្រួសារទេអញ្ចឹងគាត់ក៏បានទៅចូលរួមដែរគាត់បានទៅដល់មុនគេទៀតព្រោះដោយសារតាបងរាហ្នឹងគាត់ជាចុងភៅណាចេះធ្វើម្ហូបអីចឹងទៅក៏គាត់ទៅមុនគេចឹងទៅដើម្បីធ្វើម្ហូបធ្វើអីចឹងទៅហើយចៃម៉ៅហ្នឹងគាត់បានទៅក្រោយទេហើយពេលហ្នឹងផងដែរប្តីរបស់ចៃម៉ៅហ្នឹងក៏មិននៅផ្ទះដែរគឺទៅរកស៊ីស្រុកឆ្ងាយរយៈពេល2 ខែហើយមិនទាន់បានត្រឡប់មកផ្ទះវិញទេហើយចៃម៉ៅហ្នឹងក៏មិនបានយកកូនស្រីរបស់គាត់មកជាមួយដែរដែលគាត់ផ្ញើកូនស្រីរបស់គាត់ហ្នឹងទុកនៅនឹងម្ដាយរបស់គាត់នៅផ្ទះអញ្ចឹងគាត់ជិះម៉ូតូស្គូពីមកតែម្នាក់ឯងទេហើយបន្ទាប់ពីមកដល់អញ្ចឹងទៅជួបជុំគ្នាអញ្ចឹងទៅក៏មានការផឹកស្រាជជែកគ្នាលេងពីនេះពីនោះអីចឹងទៅហើយក៏មានការសើចសប្បាយជុំគ្នាមិត្តភ័ក្តិអញ្ចឹងណាបងរាគាត់និយាយចឹងហ
hay bắt tua pi phật si chung kia chẳng tới nơiក្នុងក្រុមនឹងតែងនឹងនិយាយដោះផ្ដងលេបខាយគ្នាអីចឹងណាហើយបងរាជាមនុស្សប្រុសគាត់ថាគាត់នឹងជាមនុស្សប្រុសដែរមាត់ល្អដែរហើយដល់ពេលឃើញចេះម៉ៅគាត់មកតែម្នាក់ឯងចឹងហើយស្លៀកពាក់សិចស៊ីស្លៀកខ្លីហើយនឹងបញ្ចេញដើមទ្រូងមួខ្លំចឹងទៅចាបងរានឹងក៏និយាយចំអន់ទៅចេះម៉ៅថាចំអាម៉ៅអានេះប្តីវាមិននៅទេតែវាធ្វើខ្លួនដល់កណាធ្វើឲ្យវិណាមើលនឹងបើប្តីមិននៅផ្ទះផងចឹងតែគាត់និយាយចឹងហើយចេះមកគាត់តបមកវិញថាចាំបាច់ធ្វើឲ្យតែប្តីមើលអីវ៉ៃជួនកាលនឹងធ្វើឲ្យអាកំឡោះចាស់នឹងមើលចឹងណាគាត់ចេះមកនឹងនិយាយមកកាន់គាត់ចឹងព្រោះដោយសារគាត់តោះមានប្រពន្ធអីចឹងទៅចេះមកនឹងក៏ចំអត់មកលេងវិញចឹងណាហើយបងរានឹងមាត់ល្អទៀតថាបានតែត្រឹមមើលមានបានប៉ះឃើញបានពលអីផងចង់មើលទេបងរានេះក៏គាត់និយាយលេងអញ្ចឹងណាហើយជីម៉ៅក៏តបមកវិញថាជីម៉ៅក៏តបមកវិញថាបើចង់ប៉ះមានអីឲ្យប៉ះបានតាមានតែខាតបងអីវ៉ៃលក្ខណៈគាត់និយាយលេងមកកាន់បងរាអញ្ចឹងណាហើយក៏នាំគ្នាហូបចុកផឹកស្រានឹងទៅទាំងមិត្តភ័ក្តិទាំងអស់គ្នានឹងណាហើយមិត្តភ័ក្តិផ្សេងទៀតក៏ថាចេះតែនាំគ្នានិយាយអញ្ចឹងស៊ីម៉ៅវាប្តីវាមិននៅផងហើយតែវានេះហ្នឹងទៅរកណាគេថាអញ្ចឹងណាហើយបងរ៉ាក៏សើកមកវិញថាហីចាំបាច់ទៅណាឆ្ងាយវិញឯងនេះនៅទៅនេចែណាបងរ៉ាហ្នឹងក៏លេងពាក្យទៅអញ្ចឹងណាតែគាត់ណាជាការលេងសើចនៅក្នុងវងផឹកស៊ីជុំមិត្តភ័ក្តិអញ្ចឹងណាម្នាក់មិនមានការគិតទៅដល់ណាដល់ណីអីធ្វើអំពើអីប្រេះផ្ដាស់ទេតែរឿងចឹងវាក៏គិតមិនផុតដែរចឹងណាបងប្អូនហើយបងរ៉ាក៏បានបន្តទៀតថាគាត់ហូតដល់ម៉ោង9ជាងចឹងណាក៏មិនទាន់បែកជួរគ្នាទៅផ្ទះដែរហើយជាម៉ៅហ្នឹងក៏គាត់មិនទាន់ត្រឡប់ទៅផ្ទះវិញដែរហើយហូបសុកចឹងទៅបានមួយសបកជាម៉ៅហ្នឹងក៏គាត់បានដើរទៅបន្ទប់ទឹកអញ្ចឹងណានៅខាងក្រោយផ្ទះរបស់មិត្តភ័ក្តិគាត់ហ្នឹងហើយនៅពេលដែលឃើញជាម៉ៅគាត់ដើរទៅបន្ទប់ទឹកអញ្ចឹងទៅហើយបងរានេះក៏គាត់គិតក្នុងចិត្តដែរថាគាត់ចង់ដើរទៅបន្ទប់ទឹកដែរអញ្ចឹងណាហើយដល់ពេលដែលគាត់ដើរទៅបន្ទប់ទឹកទៅក៏គាត់ឈរចាំជាម៉ៅហ្នឹងនៅនឹងមុខបន្ទប់ទឹកហ្នឹងដើម្បីចាំចេញមកចេញពីបន្ទប់ទឹកមកគាត់ចូលទៅបន្ទប់ទឹកម្ដងអញ្ចឹងណាហើយគាត់ឈរចាំបានមួយសបកបានចេញមកគាត់ចេញពីបន្ទប់ទឹកមកក៏ភ្ញាក់នឹងបងរាគាត់ថាគាត់ភ្ញាក់ព្រឺតចេញមកនឹងភ្ញាក់គាត់អញ្ចឹងទៅក៏ប៊ីនឹងភ្ញាក់ក្រោយបានបងរាហ្នឹងលូកដៃទៅតកងអញ្ចឹងណាទៅតកងអញ្ចឹងទៅហើយមកក៏លើកចេម៉ៅហ្នឹងក៏ដើរទៅវងផឹកមុនទៅហើយបងរាក៏គាត់ចូលបន្ទប់ទឹកហ្នឹងម្ដងអញ្ចឹងណាហើយពេលដែលចេញពីបន្ទប់ទឹកហ្នឹងមកពួកគាត់ក៏បានមកជុំគ្នានៅកន្លែងវងផឹកស៊ីនឹងម្ដងទៀតអញ្ចឹងទៅហើយបានមកស្បកក្រោយមកទៀតបានបងរាហ្នឹងគាត់ទៅបន្ទប់ទឹកបងរាហ្នឹងគាត់ថាគាត់មកបន្ទប់ទឹកមុនម្ដងហើយដល់ពេលគាត់មកបន្ទប់ទឹកអញ្ចឹងទៅស្រាប់តាបានតិចបានជាម៉ៅហ្នឹងក៏ដើរទៅបន្ទប់ទឹកតាមក្រោយគាត់ហើយទៅហ្នឹងជាម៉ៅមិនបានឈរចាំដូចបងរាឈរចាំជាម៉ៅទេគឺជាម៉ៅហ្នឹងគាត់បានទៅគោះទ្វារបន្ទប់ទឹកហ្នឹងដើម្បីឲ្យបងរាហ្នឹងបើកទ្វារពួកគាត់ចូលបន្ទប់ទឹកដែរអញ្ចឹងណានៅពេលដែលបងរាបើកទ្វារមកជាម៉ៅហ្នឹងក៏រត់ចូលទៅបន្ទប់ទឹកហ្នឹងហ្មងអត់ចាំបងរាចេញតាន់ទេហើយបងរាគាត់ឃើញបែបហ្នឹងក៏គិតក្នុងចិត្តថាអូប្រហែលជានាងមានតរៈអីចង់ឲ្យគាត់ជួយហើយគាត់មិត្តភ័ក្តិដែរអញ្ចឹងគាត់នៅមើលគីឡូនាងស្រួលខ្លួនអីចឹងណាគីឡូចេម៉ៅនឹងស្រួលខ្លួនអីចឹងទៅគាត់ក៏ឈរនៅចាំមើលនាងនៅក្នុងបន្ទប់ទឹកហ្នឹងហើយមកចេម៉ៅថាមិនឈរទៅអីមិនចេញទៅក្រៅទៅណាមកនៅក្នុងបន្ទប់ទឹក1 2នាក់អញ្ចឹងទេគាត់ថាអញ្ចឹងដល់មកអង្រានេះក៏ថានៅឈរមើលទៅគីឡូអាម៉ៅឯងមិនស្រួលខ្លួនណាអីចឹងគីឡូអាចឲ្យខ្ញុំជួយបានអីចឹងណាព
buồn muốn nâng mà anh trong đùa mà đòn hào chẳng á cái chạy máy của tha này còn nơi ta hay bọn này hay bật phía bật tục không chăng này chẳng họ cũng mà cái khơi có thả chẳng á hay bọn ra nét bạn lưu chạy máy vậy chẳng hay có bật phía bật tục tật tử hay chỉ máy có mình mà in này bằng bọn còn miền bên đây miền cầu này còn cả mà in nó mình lấy sơn miền chẳng á hay có bọt chương tôi nơi một bông ra nâng hay bông ra còn khơi chẳng còn cầm lọ phóng hay bông bọn còn tròn miền bàn à bông ra còn tha còn tròn khen bàn tế còn ta khơi chạy mờ nâng sạt khao bọt chương tôi nâng nị cái bọt quả nâng bông ta họ trên cài bà đấy nâng chẳng thưa ao nị cái để khăn khao bọt bông ra nâng cầm ra nó về nị cái cầm ra chẳng còn đây cho bị một trái máy nữa hay trái máy của mình khơi còn xua mà bằng ra thằng chồng hay bố mai sấy nừng không khao này có bông tại tổ hồn này trái máy còn dây chẳng á hay máu bằng ra thằng miếng sấy cũng bữa khối cái này thà chẳng á hay máu trái máy thằng ý vậy anh đại bàn mơ ấy vậy mới chạy cái mơ thà chẳng đặc biệt khuyên chẳng một ra có thà ý đôi ta đã bọc đầy viên đường bay trong mơ ấy đôi ta kia thế thà chẳng chỉ mãi đó bạn tọt màu ra thì thà mình đôi kia đấy bọc đầy anh tôi hay clay hay bỏ ra anh lần bọc phần này một bàn khơi to là món lõ nè thà chẳng thì bằng ra đấy vì nó còn được đây cái tục khảo còn ấy tám bánh mới cũng mới cái thà pin nó chỉ mang cột bọt trường hay cột làng máu tròn tâm bằng ra nè ấy có thà chỉ mang nó cho đầy bọt quần nó mà chạp nị cái rệt bằng ra nó chuột ấy chạp máu đỡ máu tiền trên một cái khảo bằng ra hay đập bê chẳng tới chỉ mang có thà ui hình cái rệt bỏ bằng ra ấy cái thùng mà lấy thùng men té nó nè thay chẳng ấy bằng ra có thà còn muốn bóng con khai hàn đấy tại đập bê chỉ mang có liền chẳng mau liền anh ạ tha sro pin chẳng có trong phay bỏ chỉ mang ở mình tại có thà có tục luôn mồm chuột chẳng á hay đâu máu chỉ mang nó cô cùi bình chỉ mang nó vô một bọc quần nó chập nị cái rệt bọc bằng rá đã chỗ không một bọc quần hay một bọc quần nó chập đam bớt nị cái rệt bọc bằng ra hay bằng ra là nhò luôn đó nè tại mình nhò khna vậy nè nhò trắng á về chẳng tới bớt nị cái rệt bọc bằng ra mà sẽ bó bằng ra nó có tròn lạnh bán cô chập lược cho mở làng mà lừa bình quạt con bò luôn cho mở bài từ bài khăn mà quạt chớ nè ấy bị nắng bố ra quạt cô chập sạt khao cho mở một đòn nó bị để chập sạt khao cho mở khao có bồi clay quạt nắng tới quạt nắng cô dồn đạt bọc quạt nắng do từ lịch là ăn bịch mía bò chạy mà thì có thà vì nắng cứ ru ria món á không bị tục tật nữa á thì bộ quạt cô sầm rạch kia từ đòi ông ra nó ban cho những cái thịt bọc quạt nữa nhọt cho không là ăn bịch mía bò chạy mà chẳng á rồi nó hô tô ban sầm rạch hay bộ quạt có chân bị tục tật năng màu vinh về trên một đo cái lạnh vùng phật sĩ mình phải bọc quần được nông vùng nữa có xua thà cho mà pin này nó màu pin nè bạn nhìn thấy đẹp đái nè thà chẳng á cái đầu máu bồ đá nó có thà thứ ấy vậy ai để cho cha mà màu để cho bị tục tật ai khai việc đỡ đủ được tục tật ấy chơi cho nó đây cái rồi đưa ai ngon thà chẳng nữa
នឹងគាត់និយាយលក្ខណៈប្រឡប់អីចឹងណាតែដល់ពិតនិករាជរបស់បងរាហ្នឹងបានចូលទៅក្នុងលអាងបិទមាសរបស់ចេម៉ៅហើយនឹងព្រុសពឹសដាក់ចូលលអាងនឹងពេញបាត់ហើយហ្នឹងហើយគាត់និយាយប្រឡប់កុំឲ្យមិត្តភ័ក្តិផ្សេងទៀតគាត់ដឹងចឹងណាហើយបន្ទាប់ពីហូបបានមកសបកក្រោយមកចឹងទៅម៉ោងវាកាន់តែជ្រៅដែរហើយម៉ោង 10 កន្លះហើយចេម៉ៅហ្នឹងក៏សុំលាទៅផ្ទះមុនព្រោះដោយសារថាកូនទុកចោលនៅនឹងម៉ែតាំងពីថ្ងៃចឹងណាគាត់គិតដល់កូនចឹងក៏លាទៅផ្ទះចឹងទៅហើយមងរ៉ាគាត់ថាបើអាម៉ៅទៅផ្ទះអញ្ចឹងមានតែខ្ញុំទៅផ្ទះដែរព្រោះផ្លូវទៅផ្ទះជាមួយគ្នាទៅដល់មុខអាម៉ៅវាបត់ស្ដាំទៅហើយខ្ញុំទៅត្រង់ទៅអញ្ចឹងទៅបានគ្នារៀងឆ្ងាយដែរកុំឲ្យស្ងាត់ពេកអញ្ចឹងបន្ទាប់ពីលាគ្នាអញ្ចឹងហើយមកក៏យប់កាន់តែជ្រៅដែរមិត្តភ័ក្តិផ្សេងទៀតក៏មិនខាត់ដែរអញ្ចឹងទៅក៏ឲ្យពួកគាត់ហ្នឹងទៅផ្ទះនៅពេលដែលចេញម៉ូតូទៅផ្ទះហ្នឹងជាម៉ៅហ្នឹងគាត់ជិះពីមុខបងរារហូតចឹងទៅរហូតដល់ផ្លូវបត់ស្ដាំហ្នឹងទៅបងរាហ្នឹងក៏ជិះមកត្រង់តែបងរាគាត់មិនអស់ចិត្តទេព្រោះដោយសារថាគាត់ចង់ឲ្យជាម៉ៅហ្នឹងជិះម៉ូតូទៅផ្ទះតែម្នាក់ឯងចឹងហើយគាត់ហ្នឹងក៏បានបកក្រោយមកជិះបត់ឆ្វេងទៅតាមជាម៉ៅវិញនៅពេលដែលជាម៉ៅជិះបានបន្តិចក៏បងរាហ្នឹងជិះទៅតន់បងរាហ្នឹងក៏បានសួរទៅចេម៉ៅថាមិនឲ្យស្រួលខ្លួននៅអីជិះម៉ូតូអីកើតអត់ចឹងណាចេម៉ៅថាមានអីហូបមកបន្តិចមិនស្វឹងមែនទេថាចឹងហើយបងរាក៏គាត់ថាក៏លូស្វឹងបើថាមិនស្រួលខ្លួនឬក៏ស្វឹងទេចាំគ្នាធ្វើទៅសាយឲ្យភាសាទៀតក៏បានដែរថាអញ្ចឹងចេម៉ៅគិតថាអូប្រហែលជាបងរានឹងចង់ធ្វើផ្សាយអីឲ្យភាសាទៀតដូចនៅក្នុងបន្ទប់តឹងអញ្ចឹងណាអញ្ចឹងទៅគាត់ក៏ជិះម៉ូតូយឺតដែរហើយបងរាឃើញចេម៉ៅជិះម៉ូតូយឺតអញ្ចឹងក៏និយាយទៀតថាមើលមកឯងឈប់សិនទៅបើថាមិនស្រួលខ្លួនទេចាំខ្ញុំគក់ច្បាច់ឲ្យហើយដល់មកបងរាហ្នឹងក៏ជិះម៉ូតូចុះទៅតាមភ្លឺស្រែឆ្ងាយប្រហែលជា200 ម៉ែត្រពីផ្លូវអញ្ចឹងណាបរិសាពេលហ្នឹងខែប្រាំងទេបងប្អូនខែប្រាំងទេហើយបងរាគាត់ថាគាត់ជិះម៉ូតូតាមភ្លឺស្រែហ្នឹងទៅចុះពីផ្លូវនឹងប្រហែលជា200 ម៉ែត្រហើយគាត់ទៅឈប់ចាំចេម៉ៅហើយចេម៉ៅឃើញបងរាជិះម៉ូតូទៅអញ្ចឹងគាត់ហ្នឹងក៏ជិះម៉ូតូទៅតាមបងរាដែរហើយបន្ទាប់ពីចេម៉ៅទៅដល់ដាក់ម៉ូតូឲ្យហើយបងរាហ្នឹងក៏មកគៀកនឹងចេម៉ៅហើយក៏បាននិយាយដោះផ្ដងគ្នាលេបខាយពីសម្ដីអីចឹងណានៅក្នុងស្រែហ្នឹងទៅហើយបន្ទាប់ពីនិយាយហើយចឹងទៅចេម៉ៅហ្នឹងក៏បានយកដៃរបស់គាត់ហ្នឹងទៅប៉ះនឹងនិករាជរបស់បងរាធ្វើឲ្យនិករាជរបស់បងរាហ្នឹងកម្រើកទៀតចឹងហើយដល់មកគាត់ក៏អោនចុះទៅក្រោមទាញនិករាជរបស់បងរាចេញពីខោហើយក៏យកមាត់របស់គាត់ហ្នឹងទៅបើជញ្ជក់ពឹកនិករាជរបស់បងរាទៀតចឹងហើយបងរាហ្នឹងក៏យកដៃរបស់គាត់ទាំងពីរហ្នឹងចាប់ច្បាច់ភ្នំរបស់ចេម៉ៅដែលមួខ្លំនៅលើដើមទ្រូងហ្នឹងហើយបន្ទាប់ពីចេម៉ៅបើនិករាជអស់ចិត្តអស់ចង់ចឹងទៅបងរាហ្នឹងក៏គាត់ឲ្យចេម៉ៅមកអង្គុយលើម៉ូតូម្ដងអង្គុយលើម៉ូតូចឹងទៅហើយគាត់ក៏ប្រលេះលាវខោរបស់ចេម៉ៅហ្នឹងហើយក៏ស្រាតចេញហើយគាត់ហ្នឹងក៏យកមាត់របស់គាត់ហ្នឹងទៅដុសនឹងដំបូកបិទមាសរបស់ចេម៉ៅហ្នឹងហើយយកដាតរបស់គាត់ហ្នឹងទៅលិតមាត់លអាងអញ្ចឹងណាធ្វើឲ្យចេម៉ៅហ្នឹងព្រឺព្រួយនៅលើម៉ូតូហ្នឹងហើយបន្ទាប់ពីធ្វើបែបហ្នឹងហើយចេម៉ៅហ្នឹងក៏បានដើរចេញពីបងរាទៅរៀងឆ្ងាយពីម៉ូតូបន្តិចក៏ប្រាស់ខ្លួនដេកនៅលើជ្រាំងណាបងប្អូនដោយសារថាវាជាខែប្រាំងហ្នឹងក៏ប្រាស់ខ្លួនដេកនៅលើជ្រាំងហ្នឹងទៅហើយយកជើងទាំងពីររបស់គាត់ហ្នឹងកថែកអញ្ចឹងហើយបងរាឃើញបែបហ្នឹងគាត់ក៏បានសាត់ខោរបស់គាត់ចេញអស់អញ្ចឹងទៅគាត់ក៏ដើរទៅតាមក្រោយអញ្ចឹងទៅហើយដៃរបស់គាត់ហ្នឹងកាន់និករាជរបស់គាត់ជាប់ពេលទៅដល់ហ្នឹងយកនិករាជរបស់គាត់ហ្នឹង
ដាក់ចូលក្នុងលអាងបិទវារបស់ជាម៉ៅទៀតចឹងរហូតបានសម្រេចតែមួយលើកហ្នឹងមិនមែនតែម្ដងទេគឺ3ដងបងប្អូនដោយសារតែវានៅឆ្ងាយពីគេពីឯងអញ្ចឹងណាមានពីណាគេលឺមានពីណាគេដឹងអញ្ចឹងណាខ្ញុំរកថាពេលហ្នឹង3ដងរហូតបានសម្រេចអញ្ចឹងណាហើយជាម៉ៅឡើងបញ្ចេញនៅសម្រែកតែមិនមែនជាសម្រែកនៃការឈឺចុកចាប់ទេគឺជាសម្រែកនៃអារម្មណ៍ត្រេកត្រអាលរបស់គាត់ណារ៉ាគាត់ថាបានសម្រេចអញ្ចឹងទៅគាត់ក៏កម្លាំងអញ្ចឹងទៅគាត់ក៏ប្រាស់ខ្លួនសម្រាប់នៅក្បែរជាម៉ៅនឹងមកស្បក់អញ្ចឹងទៅហើយពេលនឹងផងដែរបងរ៉ាគាត់ថាភ្នំរបស់ជាម៉ៅនឹងគឺនៅមួខ្លំល្អសស្គុះអញ្ចឹងណាហើយឡើងពណ៌ផ្កាឈូកទៀតគាត់ថាអញ្ចឹងទៅពេលដែរហើយអញ្ចឹងទៅពួកគាត់ហ្នឹងក៏ឡើងបបោះខ្លួនបបោះអញ្ច្រាំងដែលនៅជាប់អាវអញ្ចឹងទៅហើយពួកគាត់ក៏បានរៀបចំខ្លួនហើយក៏ជិះម៉ូតូទៅផ្ទះទៅតែបុរាក៏បានជួនចេញមកទៅដល់ផ្ទះដែរបានគាត់ត្រឡប់មកវិញអញ្ចឹងណាតែពេលយប់ហើយគ្មានពីណាគេឃើញបុរាជួនចេញមកទៅផ្ទះទេហើយពួកគាត់ក៏បានបែកផ្លូវគ្នាពេលហ្នឹងទៅបុរាក៏គាត់មកផ្ទះវិញហើយចេញមកក៏គាត់ចូលទៅផ្ទះរបស់គាត់បាទអញ្ចឹងណាហើយបន្ទាប់ពីថ្ងៃហ្នឹងមកបង្រាហើយនឹងចេញមកនឹងតែងតែលបណាត់ជួបគ្នានៅពេលដែរប្តីរបស់ចេញមកនឹងទៅធ្វើការនៅរ៉ូស៊ីដែលដៃវ៉ាន់នៅស្រុកឆ្ងាយអញ្ចឹងទៅតែងតែពួកគាត់តែងតែណាត់ជួបគ្នាគាត់ថាបង្រាថាតែងតែណាត់ជួបគ្នាជាញឹកញាប់អញ្ចឹងណាតែណាត់នឹងជួបការទៅនៅទេសនៈអញ្ចឹងទៅថ្ងៃខ្លះទៅក៏ណាត់គ្នានៅតាមផ្លូវអញ្ចឹងទៅជួបគ្នាជាញឹកញាប់អញ្ចឹងណាហើយបង្រាហ្នឹងក៏ជួយដាក់ទឹកដៅឲ្យជាម៉ៅរហូតចឹងទៅហើយលាងរបស់ជាម៉ៅក៏លែងស្ងួតដូចមុនដែរគឺពុះពេញទៅដោយទឹកមាត់នាគរាជរបស់បង្រាយ៉ាងទៅហើយគ្មានពីណាគេដឹងទេបង្រាថាដឹងតែគាត់ពីរនាក់ហ្នឹងហើយរហូតទៅតើតែប្តីរបស់ជាម៉ៅហ្នឹងឈប់ធ្វើការរស៊ីជួញដូរនឹងមកនៅស្រុកវិញបានពួកគាត់លែងបានជួបគ្នាទៅហើយគាត់នឹងក៏យកសាច់រឿងរបស់គាត់នឹងយកមកឲ្យខ្ញុំដំណើរឲ្យបងប្អូនបានស្ដាប់អញ្ចឹងណាហើយសាច់រឿងរបស់គាត់គឺមានតែប៉ុណ្្នឹងទេបងប្អូនអញ្ចឹងសង្ឃឹមថាបងប្អូនពេញចិត្តក៏ដូចជាខន្តីអភ័យទោសនៅពាក្យពេចន៍ដែរមិនសមរម្យមួយចំនួនដែលខ្ញុំបាននិយាយអញ្ចឹងគឺមានតែប៉ុណ្្នឹងទេសាច់រឿងរបស់បងរ៉ាអញ្ចឹងអរគុណបងប្អូនអរគ្នាដែលបានស្ដាប់មកដល់ទីបញ្ចប់ហើយជូនពរបងប្អូនសុខសប្បាយជម្រាបលាបងប្អូនទាំងអស់គ្នាជួបគ្នានៅសាច់រឿងក្រោយៗទៀត